Hello សួស្តីអ្នកគ្នាខ្ញុំបានលីវ៉ាយថ្ងៃនេះខ្ញុំបន្តខ្សែរឿងយើងទៀតតើឥឡូវយើងកុំឲ្យនិយាយទៅប៉ាច្រើនយូរពេកចូលទៅរឿងយើងហ្មងទៅតោះតាមសាររឿងឡើងនៃ chapter នេះគឺនៅពេលដែល Demon Lord នោះបានបើកការវិភាគទៅកាន់ Jin Frey ដោយព្រោះភ្លើងហើយពេលនោះដែរ Jin Frey ក៏បាននិយាយទៅកាន់ Demon Lord នោះថាស្អីគេប្រូភ្លើងប្រូមិនអក្តៅសោះចឹងខ្សោយអាគុយមែនតើបានគឺបែបនេះអ្នកសូមព្រេងអ្នកទៅជាមួយ Jin Frey នោះក៏បាននិយាយថាយេ Jin Frey នៅរស់ទេលយមែនណែ Frey ណាជាប្រពន្ធរបស់ admin វិញក៏បានហៅមាត់បើកភ្នែកធំៗមកបានគិតនឹងចិត្តថាស្អីគេតើគេម្នាក់នេះអាចគេចផុតពីការវិភាគរបស់ Demon Lord ដោយរបៀបណាទៅហើយ Jin Frey របស់យើងវិញក៏បានគិតថាស្នាងល្អហើយដែលយើងបានស៊ីសាច់ Firebird បើមិនចឹងទេពេលនេះយើងប្រហែលជាផេះបាត់ហើយតែទោះជាយ៉ាងណាក៏ដោយសាច់ Firebird នេះវាផ្ដល់ឲ្យយើងភាពធន់នឹងភ្លើងបានត្រឹមតែរយៈពេល7នាទីដែរប៉ុណ្ណោះហើយ Windows ក៏បានលុតចេញមក Near Dead ហ្នឹងមានន័យថាចិត្តស្លាប់ពេលនោះ Jin Frey ក៏បានគិតក្នុងចិត្តថាការវិភាគជាមួយដើម្បីដ៏ខ្លាំងរបស់ Demon Lord មិញនេះទោះជាគេមានភាពធន់នឹងភ្លើងក៏ដោយក៏ឈាមរបស់គេត្រូវបានស្រោចជាបន្តប៉ុន្តែវាក៏ជារឿងល្អដែរព្រោះថា skill quick ណាស់របស់យើងត្រូវបាន active ហើយ Windows ក៏បានលុតចេញមកហើយយើងក៏បានឃើញថាភាពរហ័សរហួនរបស់ Jin Frey ត្រូវបានកើនឡើងពី31រហូតដល់310ប៉ុណ្ណោះព្រោះថា skill quick នេះមួយនេះនៅពេលដែល Jin Frey ជន់ងាប់ភាពរហ័សរហួនរបស់ Jin Frey ត្រូវបានគុណនឹង10ហើយលើ Jin Frey និយាយឌឺដងទៅកាន់ខ្លួនហើយ Demon Lord ក៏បានតទៅវិញថាគេថាគេលុយគេមនុស្សយើងមើលតែឯងដូចជាមានសមត្ថភាពខ្លះដែរតែក៏មិននិយាយលុយពេកប្រូប្រយ័ត្ន BM21 បន្ទាក់លើតបោទេតើបាននិយាយចប់ Demon Lord ក៏បានបញ្ចេញ skill មួយមានឈ្មោះថារលកកម្ដៅមិនដឹងបកទៅឲ្យខុសនេះខ្ញុំដាក់អក្សរលើហ្នឹងឯងមើលខ្លួនឯងឲ្យផ្លែដែរទៅកាន់ Jin Frey និងអ្នកសំព្រីផ្សេងទៀតបន្ទាប់បានឃើញបែបនេះ Freyna ក៏បានស្រែកទៅកាន់អ្នកសំព្រីផ្សេងទៀតថាអេប្រូរត់រើកន្លែងពូនងាប់ចុយម៉ែអស់ហើយចំណែក Jin Frey របស់យើងក៏បាននិយាយទៅកាន់ Demon Lord នោះថារលកកម្ដៅគេប្រូមិនអក្តៅសោះអញ្ចឹងថែមកម្ដៅទីទៀតមើលហើយ Demon Lord ក៏បាននិយាយទៅកាន់ Jin Frey វិញថាយើងមើលតែឯងហាក់ខុសពីអ្នកសំព្រេងផ្សេងទៀតដែលយើងបានជួបហើយឯងសង្ឃឹមថាឯងអាចទូបតូចជាមួយកម្ដៅដ៏ខ្លាំងរបស់យើងបានមែនទេហើយឥឡូវនេះយើងនឹងបង្ហាញឯងថាអ្វីទៅគឺជា Demon Lord ពេលនោះអ្នកសំព្រេងម្នាក់ក៏បាននិយាយថាស្អីគេ Demon Lord វាបានជាមួយចូលទៅក្នុងម៉ាម៉ាបាត់ហើយតាបីសាច់នេះវាកំពុងតែចង់ធ្វើឯនោះហើយភ្លាមនោះយើងក៏បានឃើញថា Demon Lord បានស្ទុះចេញពីម៉ាម៉ាហើយបើកការវិភាគទៅកាន់ Jin Frey ប៉ុន្តែ Jin Frey អាចយកកបិតរបស់គេរឿងពីការវិភាគរបស់ Demon Lord នោះបានហើយ Frey ណាដែលជាប្រពន្ធ admin ក៏បាននិយាយថាស្អីគេបីសាច់នេះវាពិតជាលឿនខ្លាំងណាស់ចំណែក Demon Lord បន្ទាប់ឲ្យបើកការវិភាគទៅកាន់ Jin Frey ហើយគេក៏បាននិយាយទៅកាន់ Jin Frey ថាយើងមិនបានពឹងទុកសោះថាអាចរើពីការវិភាគរបស់យើងបានដូចនេះការប្រយុទ្ធមួយនេះវាកាន់តែគួរចាប់អារម្មណ៍ទៅហើយបន្ទាប់ពីគេបាននិយាយចប់ Demon Lord នោះក៏បានហក់ចូលទៅក្នុងម៉ាម៉ាវិញហើយ Demon Lord នោះក៏បាននិយាយចេញពីក្នុងម៉ាម៉ាមកថាយើងមិនជឿតែឯងអាចរើពីការវិភាគមួយនេះរបស់យើងទៀតបានទេពេលលើបែបនេះប្រពន្ធ admin ដែលជា Frey ណាក៏បាននិយាយថាស្អីគេ Demon Lord នោះវិញនិយាយចេញពីក្នុងម៉ាម៉ានោះមែនទេឯ Arthur ក៏បាននិយាយថាស្អីគេJin Frey កំពុងធ្វើអីហ្នឹងហើយអ្វីបានគេបិទភ្នែកបន្ទាប់ពី Arthur បាននិយាយចប់ Demon Lord នោះក៏បានហក់ចេញពីដីបើការវិភាគទៅកាន់ Jin Frey សាថ្មីហើយនៅពេលដែល Demon Lord នោះហត់សម្ដៅទៅកាន់ Jin Frey skill មួយរបស់ Jin Frey ត្រូវបានបើកដំណើរការ skill នោះដែរមានឈ្មោះថា Spell Detection ដែលធ្វើឲ្យ Jin Frey អាចគេចផុតពីការវិភាគរបស់ Demon Lord បន្ទាប់បានឃើញបែបនេះ Frey ណាជាប្រពន្ធ admin និងអ្នកសងព្រេងផ្សេងទៀតក៏បានបើកភ្នែកហមមកធំហើយគេក៏បាននិយាយថាស្អីគេ Jin Frey អាចគេចផុតពីការវិភាគរបស់ Demon Lord គ្រាន់តែបិទភ្នែកហើយ Windows ក៏បានលោតចេញមក Lucifer Hello ស្ថិតនៅក្នុងរ៉ាំងសញ្ញាសួរហើយ skill ទី2របស់វាមានឈ្មោះថា Spell Detection ចំណែក passive របស់វាវិញអាច scan រកបិសាចក្នុងចម្ងាយ3ម៉ាល់ហើយ3ម៉ាល់នោះបើគិតជាគីឡូម៉ែត្រខ្ញុំភ្លេចបាត់ហើយបន្ទាប់បានឃើញ Jin Frey អាចគេចផុតពីការវិភាគរបស់ខ្លួនហើយ Demon Lord នោះក៏បាននិយាយទៅកាន់ Jin Frey ថាមនុស្សឯងពិតជាមានការយល់ដឹងខ្ពស់មែនហើយ Jin Frey ក៏បានតបទៅកាន់ Demon Lord នោះវិញថាមិនមែនមកពីការយល់ដឹងយើងខ្ពស់ទេមកពីសមត្ថភាពរបស់ឯងវាអន់ខ្លាំងពេកបន្ទាប់បានលើបែបនេះ Demon Lord នោះក៏បានហក់ចូលទៅក្នុងម៉ាម៉ាវិញហើយគេក៏បាននិយាយទៅកាន់ Jin Frey ថាស្អីគេនិយាយលយម៉ែឯងគេចផុតពីការវិភាគរបស់យើងមិននេះវាគ្រាន់តែជាសំណាងរបស់ឯងតែប៉ុណ្ណោះហើយគេក៏បានបន្តនិយាយទៀតថាសំណាងវាមិនមែនចេះតែមានរហូតទេទោះបីឯងគេចផុតពីការវិភាគរបស់យើងក៏ដោយក៏ឯងមិនអាចវិភាគមកកាន់យើងវិញបានដែរចំណែក Jin Frey របស់យើងក៏បានគិតក្នុងចិត្តថាស្អីគេទេអើយ style តែក្បាច់តែហើយគេក៏បានបន្តនិយាយទៀតថាអើយកុំនិយាយច្រើនពេកឆាប់វិភាគមកកាន់យើងទៀតមកតើ Jin Frey បាននិយាយចប់ Demon Lord ក៏បានស្ទុះចេញពីដីបើកការវិភាគទៅកាន់ Jin Frey ទៀតហើយយើងក៏បានឃើញថា Jin Frey របស់យើងក៏បានហក់សម្ដៅមកកាន់ Demon Lord នោះវិញតែធ្វើឲ្យ Demon Lord មានការញាប់អាយជាខ្លាំងហើយ Jin Frey ក៏បាននិយាយថាចង់ទៅណាសិតតែសាច់នេះហើយ Jin Frey ក៏បានយកកូនរបស់របស់គេកាប់ទៅលើខ្លួនរបស់ Demon Lord នោះបន្ទាប់ឲ្យបានត្រូវមកបាច់របស់ Jin Frey ហើយ Demon Lord នោះក៏បានសួរទៅកាន់ Jin Frey ថាតើឯងអាចធ្វើបានដោយរបៀបណាទៅ Jin Frey របស់យើងក៏បានតបទៅកាន់ Demon Lord នោះថាស្អីគេប្រូភ័យមែនហើយយើងកាន់មកមើលអ្នកសងព្រេងផ្សេងទៀតដែលទៅជាមួយ Jin Frey ហ្នឹងក្នុងនោះក៏មាន Frey ណាជាប្រពន្ធ admin ណាពួកគេក៏បាននិយាយថា wow so cool លយមែនតែន brother ហើយ Demon Lord ក៏បាននិយាយទៅកាន់ Jin Frey ថាស្អីគេមានមោទនភាពដូចខ្លួនឯងសប្បើមែនហ្នឹងខ្វាយទៅគេបានម្ដងសងហើយយើងក៏ចង់ប្រាប់តែឯងថាគ្មាននរណាម្នាក់អាចបញ្ឈប់យើងពីការធ្វើ mission មួយនេះបានទេហើយ Jin Frey ក៏បានគិតក្នុងចិត្តថាស្អីគេ mission តើបាននិយាយរួច Demon Lord ក៏បានលោតចូលទៅក្នុងម៉ាម៉ាវិញ
ហើយឈិនហ្វ្រេក៏បានគិតនឹងចិត្តថាស្អីគេទៀតលោតចូលក្នុងម៉ាក់ម៉ាទៀតតែនៅហើយយើងក៏ខ្វល់ច្រើនឥឡូវនេះយើងត្រូវតែផ្ដោតអារម្មណ៍ដើម្បីសង្កេតមើលពីចលនារបស់ Demon Lord ហើយពេលជាមួយគ្នានោះដែរ Demon Lord ក៏បានហក់ចេញពីម៉ាក់ម៉ាហើយធ្វើការ attack ទៅលើឈិនហ្វ្រេហើយចំពោះ attack របស់ Demon Lord ហ្នឹងគឺវាយបានតែខ្យល់ទេវាយទៅឈិនហ្វ្រេទេណាឈិនហ្វ្រេរបស់យើងក៏បានលេចខ្លួនឡើងនៅក្រោយរបស់ Demon Lord ហើយពេលនោះ Window ក៏បានប្រាប់យើងដែរថា Demon Lord បានទៅ Skill Shape Eye របស់ឈិនហ្វ្រេបន្ទាប់បានដល់បែបនេះ Demon Lord ក៏បាននិយាយថាស្អីគេតាមមនុស្សម្នាក់នោះអាចដឹងពីម្លាស់ទីនឹងការវិភាគរបស់យើងដោយរបៀបណាទៅហើយពេលនោះដែរ Poison នៅលើកបិតរបស់ Chin Frey ត្រូវបាន active តែធ្វើឲ្យ Demon Lord នោះមានការឈឺចុកចាប់អ៊ូលណានជាខ្លាំងហើយពេលនោះដែរក្បាលទី1របស់ Demon Lord នោះក៏បាននិយាយថាស្អីគេតើនេះជា Poison មែនទេតើបានដឹងបែបនេះក្បាលទី2របស់ Demon Lord ក៏បាននិយាយទៅកាន់ Chin Frey ថាស្អីគេអាថោកទៀតហ៎លេងដាក់ Poison អីគេហើយ Chin Frey ដែលជាទូឯរបស់យើងក៏បាន reply ទៅវិញយ៉ាងសាបថាស្អីគេនិយាយលយមែនអ៊ីពេចឡើងលីចិន100ផងហ្នឹងសំដីដូច Glow Esport តើបានលើបែបនេះក្បាលទី3របស់ Demon Lord នោះក៏បាន reply ទៅកាន់ Chin Frey វិញថាស្អីគេតើឯងកំពុងនិយាយអ្វីនោះហើយ Chin Frey របស់យើងក៏ឈរចារៀងសង្ហាហើយក៏បាននិយាយថែមទៀតថានេះហើយជាការប្រយុទ្ធហើយចំពោះ Freyna ដែលជាប្រពន្ធរបស់ admin វិញក៏បាននិយាយទៅសារទៅកាន់ Chin Frey ថាវ៉ាវគាត់ពិតជាខ្លាំងណាស់កប់សេរីយកហើយ Freyna ក៏បានគិតនឹងចិត្តថាមានធីមជាច្រើនមិនថាពួកគេមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយឲ្យតែពួកគេបានប្រយុទ្ធជាមួយ Demon Lord ហើយពួកគេនឹងមិនសល់ជីវិតត្រឡប់ទៅវិញទេប៉ុន្តែសម្រាប់បរិមអ្នកនេះវិញគេមានកម្លាំងផាកផាយជាមួយនឹង Demon Lord ចំណែក Demon Lord ក៏បានសួរទៅកាន់ Chin Frey ថាតើឯងគឺជានរណាពិតប្រាកដទៅហើយ Chin Frey របស់យើងក៏បានឆ្លើយទៅកាន់ Demon Lord ថាក្នុងការប្រយុទ្ធមួយនេះឯងប្រយុទ្ធម្ចាស់យើងទេអញ្ចឹងឯងលើកទងសសុំចុះចាញ់យើងឲ្យហើយទៅបានដូចឆ្នោតទេត្រឹមតែ5នាទីទេតែប៉ុណ្ណោះខុសចិត្តរបស់យើងនឹងធ្វើឲ្យឯងងាប់ជាមិនខានមិនតបបានលើបែបនេះ Demon Lord ក៏បានស្រែកទៅកាន់ Chin Frey ថាស្អីគេតែឯងនិយាយអ្វីហ្នឹងឯងកំពុងតែមើលងាយសមត្ថភាពរបស់ពួកយើងមែនទេហើយពេលស្របជាមួយគ្នានោះដែរ Demon Lord ក៏បានបញ្ចេញរលកកម្ដៅរបស់គេទៅកាន់ team របស់ Freyna ដែលជាប្រពន្ធរបស់ admin ហ្នឹងហើយ Arthur ក៏បាននិយាយថាយើងមិនអាចចូលទៅចិត្ត Demon Lord នោះបានទេចំណែក Freyna ក៏បានស្រែកទៅកាន់ team របស់គេថាសូមអ្នកគ្នារក្សាចម្ងាយពី Demon Lord បើមិនដូច្នេះទេពួកយើងនឹងខ្លោចជាមិនខានហើយ Arthur ក៏បាននិយាយថាការប្រយុទ្ធមួយនេះយើងមិនអាចធ្វើអ្វីដល់ Chin Frey បានទាល់តែសោះហើយតែរបស់យើងក៏បានកាត់ទៅមើលការប្រយុទ្ធរវាង Chin Frey និង Demon Lord យើងក៏បានឃើញថា Demon Lord ក៏បានបើកការវាយប្រហារដោយព្រោះភ្លើងទៅកាន់ Chin Frey ហើយបន្ទាប់ពីផ្សាយបានរសាត់ទៅអស់យើងក៏បានឃើញថា Chin Frey ក៏បានឈរចារៀងយ៉ាងសង្ហានៅពីមុខ Demon Lord Chin Frey ក៏បានគិតនឹងចិត្តថាទេ Demon Lord ដូចមិនសូវមកអញ្ចឹងមិនបើកការវាយប្រហារតតែអញ្ចឹងអត់មាន style ថ្មីទេហើយ Demon Lord នោះបន្ទាប់ពីឃើញ Chin Frey អត់កើតអីគេក៏បានលោតចូលទៅក្នុងម៉ាក់ម៉ាវិញហើយគេក៏បាននិយាយចេញពីក្នុងម៉ាក់ម៉ាមកថាឯងត្រៀមខ្លួនងាប់ឲ្យហើយទៅហើយពេលនោះដែរ Demon Lord ក៏បានបើកការវាយប្រហារទៅកាន់ Chin Frey សារជាថ្មីប៉ុន្តែ Chin Frey អាចជិះផុតពីការវាយប្រហារមួយនោះហើយយើងក៏បានឃើញថាបន្ទាប់ពី Demon Lord នឹងលោតចូលម៉ាក់ម៉ាចេញទៅវិញបាត់ក្បាលអស់2ហើយសល់តែមួយទេមិនដឹងក្បាល2ទៀតរហូតណាបាត់ហើយហើយពេលនោះដែរក៏មានសលេងទៀតបាននិយាយថាឥឡូវនេះវាដល់ពេលត្រូវបញ្ចប់ហើយយើងក៏បានឃើញថាក្បាលទៀតរបស់ Demon Lord នឹងក៏បានលេចឡើងនៅក្រៅខ្នងរបស់ Chin Frey ប៉ុន្តែប៉ុណ្ណោះក្បាលនឹងក៏បានរៀបនឹងខាំទៅលើខ្លួនរបស់ Chin Frey ទៀតផងនៅពេលដែលក្បាលនោះរៀបខាំទៅលើ Chin Frey ក៏មានសលេងមួយបានស្រែកឡើងថា Frost Explosion នេះអាសងលេខ្ញុំដាក់លើហ្នឹងមិនទាំងអានត្រូវខុសទេហើយពេលនោះដែរយើងក៏បានឃើញថាមានដុំតកជាច្រើនបានចេញមកចាក់ទំនុកជើង Demon Lord មួយនោះដែលធ្វើឲ្យ Demon Lord មួយនោះមានការឈឺចាប់ជាខ្លាំងហើយម្ចាស់សលេងហ្នឹងគឺណាឆ្ងាយទេគឺជា Freyna ដែលជាប្រពន្ធរបស់ adminបន្ទាប់ពីនាងបានដើរមកកាច់រៀងយ៉ាងសង្ហានាងក៏បាននិយាយទៅកាន់ Demon Lord នោះថាស្អីគេធ្វើដល់ Demon Lord ឯងនៅ3ពួតវាយមួយទៀតបន្ទាប់បានលើបែបនេះ Demon Lord ក៏បានស្រែកទៅកាន់ Freyna ថាតើឯងកំពុងតែចង់រកងាប់មែនទេដែលធ្វើឲ្យ Freyna មានការភ័យខ្លាចយ៉ាងខ្លាំងបន្ទាប់ពីឃើញអាកាសមាសអាកាសប្រាបែបនេះហើយ Chin Frey របស់យើងក៏បានបើកការវាយប្រហារសម្ដៅទៅករបស់ Demon Lord មួយនោះហើយពេលនោះដែរយើងឮសូរតែឆ្វេងហើយយើងក៏បានឃើញថាក្បាលរបស់ Demon Lord ក៏បានដាច់ចេញពីខ្លួនយើងតែម្ដងហើយពេលនោះដែរ Window ក៏បានលុតចេញមកក្បាលខាងស្ដាំរបស់ Demon Lord ត្រូវបានកំចាត់ហើយចំណែកអ្នកសងព្រេងដែលមកជាមួយ Chin Frey ក៏បាននិយាយថាយោទីបំផុតយើងធ្វើវាបានហើយលុយមែនវាយថាយើងធ្វើវាបានមកអង្គុយតែមើលគេវាយគ្នាសោះហ្នឹងនិយាយលុយទៀតពេលនោះដែរ Demon Lord 2ក្បាលទៀតក៏បានបើកការវាយប្រហារទៅកាន់ Chin Frey និង Freyna ប៉ុន្តែពួកគេទាំងពីរក៏អាចរើពីការវាយប្រហាររបស់ Demon Lord នោះបានហើយឥឡូវនេះវាមិនអីទេតែនាងកុំធ្វើចលនាអីឲ្យសោះបន្ទាប់បាននិយាយចប់ Chin Frey ក៏បានប្រើ skill មួយឈ្មោះថា Quickness ដែលធ្វើឲ្យ Chin Frey បានបាត់ខ្លួនពីមុខវិស័យនោះភ្លាមហើយយើងក៏បានឃើញថា Chin Frey ក៏បានវាយប្រហារទៅត្រូវ Demon Lord នោះបន្ទាប់មក Chin Frey ក៏បានប្រើល្បឿនរបស់គេយ៉ាងលឿនស្ទុះសម្ដៅទៅកាន់ Demon Lord មួយទៀតដែលកំពុងទប់ទល់ជាមួយ Freyna ហើយ Chin Frey ក៏បានប្រើ skill មួយទៀតដែលមានឈ្មោះថា Shape Eye បានស្ទុះទៅចាក់ចំទ្រូងរបស់ Demon Lord នោះដែលធ្វើឲ្យ Demon Lord ញាប់អាយជាខ្លាំង Finally Demon Lord នៅក្បាលនោះក៏បានអេតេប្រេសោពាក់កវាបាត់ទៅ Window ពេលនេះក្បាលខាងឆ្វេងរបស់ Demon Lord ត្រូវបានកំចាត់ហើយភ្លាមនោះដែរ Chin Frey ក៏បានងាកសម្ដៅទៅកាន់ Demon Lord មួយទៀតដែល Chin Frey បានវាយប្រហារវាចំកហ្នឹងប៉ុន្តែនៅពេលដែល Chin Frey បានងាកទៅបានឃើញតែដានឈាមទេព្រោះថា Demon Lord មកក្បាលហ្នឹងបានហក់ចូលទៅក្នុងម៉ាម៉ាវិញបាត់ហើយការប្រយុទ្ធនេះវាមិនទាន់បានបញ្ចប់ទេព្រោះមានក្បាលមួយទៀតបានហក់ចូលទៅក្នុងម៉ាម៉ាវិញបាត់ហើយប្រាប់
ប្រាប់អីប្រុសដឹងតាពេលនោះដែរ Frena បានប្រើ skill មួយមានឈ្មោះថា Sun Flame ទៅលើ Jin Frey ហើយសម្រាប់ skill Sun Flame នេះដែរដែលធ្វើឲ្យ Jin Frey បានកើនឡើងថាមពលជាបន្តបន្ទាប់ក្នុងរយៈពេល3នាទីហើយសម្រាប់ភាពធន់នឹងភ្លើងឧបករណ៍ក៏បានកើនឡើងដែរបន្ទាប់ពីនាងបានប្រើ skill burn ទៅលើ Jin Frey ហើយនាងក៏បានប្រាប់ទៅកាន់ Jin Frey ថាចំពោះ skill burn មួយនេះដែរនៅពេលដែលនាងប្រើទៅលើអ្នកណាម្នាក់ហើយគឺនាងមិនអាចប្រើមិនជឿបានទេលុះត្រាតែ skill នេះអស់ថាមពលទើបនាងអាចប្រើមិនជឿរបស់នាងបានធម្មតាវិញបន្ទាប់បាននិយាយប្រាប់ទៅកាន់ Jin Frey ហើយ Frena ក៏បានបាយខ្នងដល់ចាក់ចេញទៅហើយមុននឹងនាងបានចាក់ចេញទៅនោះនាងក៏បានបន្ថែមនិយាយទៀតថានេះគឺជាអ្វីដែលខ្ញុំអាចធ្វើសម្រាប់លោកបានហើយឥឡូវនេះខ្ញុំមិនខានលោកទៀតទេបន្ទាប់បានលើបែបនេះ Jin Frey ក៏បានងាកទៅមើលមុខ Frena ហើយក៏បាននិយាយដល់ខ្លាចគេលើថាអរគុណហើយប្រពន្ធសម្លាញ់លើដូចជាលើនេះហើយរឿងរបស់យើងក៏បានកាត់ចូលទៅក្នុងម៉ាក់ម៉ាវិញហើយយើងក៏បានឃើញថាទីមិនលបនៅក្បាលកំពុងអង្គុយកណ្ដៅសែតតែឯងព្រោះទីមិនលត់ពីក្បាលទៀតទៅបានអេតេបេសោបាត់ហើយបន្ទាប់ពីគេបានសែតឲ្យរយៈពេលជាង82ម៉ោងក្រោយមកគេក៏បាននិយាយថាតើវាអាចទៅរួចបានដោយរបៀបណាទៅយើងមិនដែលគិតសោះថាយើងអាចចាញ់មនុស្សដ៏ទន់ខ្សោយបែបនេះតែមិនអីទេឥឡូវនេះយើងស្ងប់ព្យាបាលខ្លួនរបស់យើងមួយរយៈពេលសិនហើយនៅពេលដែលពេលនោះមកដល់យើងទៅហៅអាមនុស្សអ្នកនោះជាជំរាបជាមិនខានទេភ្លាមនោះដែរក៏មានសលេងមួយបាននិយាយឡើងថាតើឯងត្រូវការព្យាបាលខ្លួនរបស់ឯងយូរប៉ុណ្ណាទៅតែធ្វើឲ្យ Demon Lord នោះមានការចាប់ផ្ដើមជាខ្លាំងហើយគេក៏បាននិយាយឃើញ Jin Frey មកពីក្រោយក្នុងគេក្រោយបានឃើញបែបនេះ Demon Lord ក៏បាននិយាយថាទេវាមិនអាចទៅរួចទេអាមនុស្សអ្នកនេះវាហាយចុះក្នុងម៉ាក់ម៉ាដើម្បីតាមសម្រាប់យើងបន្ទាប់ពីគេបាននិយាយចប់គេក៏បានអេតិបិសោភគវេអរហង្គទៅតាម Demon Lord ពីក្បាលទៀតបាត់ទៅចប់អីបាយថាលេងតាតនចប់មកប៉ុណ្ណាបន្ទាប់ពី Demon Lord នោះបានស្លាប់បាត់ទៅយើងក៏បានឃើញថាម៉ាក់ម៉ាក៏បានផ្ទុះឡើងដែលធ្វើឲ្យអ្នកផ្សងព្រេងផ្សេងទៀតមានការចាប់ផ្ដើមយ៉ាងខ្លាំងហើយពេលនោះដែរArthur ក៏បាននិយាយថាតើសមោនោះក៏ជា Jin Frey មែនទេបន្ទាប់បានឃើញ Jin Frey ហើយអ្នកផ្សងព្រេងផ្សេងទៀតក៏បានរត់សម្ដៅទៅកាន់ Jin Frey ហើយ Arthur ក៏បានសួរទៅកាន់ Jin Frey ថាJin Frey តើឯងមើលទេហើយអ្នកផ្សងព្រេងនៅពេល IQ ក៏បាននិយាយទៅថាJin Frey ក៏យ៉ាងទៅបានបញ្ចប់ហើយមែនទេចំណែកអ្នកផ្សងព្រេងពេលពកក្រហមវិញក៏បានប្រាប់ទៅកាន់គ្នាគេថាឯនេះឈើទៅទៀតប្រញាប់ទៅយក poison មក heal Jin Frey ប្រញាប់ឡើងហើយពេលនោះដែរ Arthur ក៏បានសួរបញ្ជាក់កាន់ Jin Frey ថាJin Frey ទីមិនលន់នៅក្បាលដែលហក់ចូលទៅក្នុងអាម៉ាតើឯងសម្លាប់វាបានឬនៅហើយ Jin Frey ក៏បានឆ្លើយទៅកាន់អ្នកទាំងអស់គ្នានឹង Arthur វិញថាទីមិនលន់ក្បាលនោះវាបានងាប់បាត់ហើយចុយចឹងហើយបើយើងមើលទៅកាន់ Frena វិញពេលនោះ Frena ក៏បាននិយាយថាអរគុណប៉ាកូនមិនកំសាក់ទេកូនធ្វើអ្វីគ្រប់យ៉ាងដើម្បីប៉ាហើយឥឡូវនេះគ្រប់យ៉ាងវាបានបញ្ចប់ហើយសូមលោកប៉ាទៅឲ្យបានស្ងប់ចុះពេលនោះដែរ Window ក៏បានរត់ចេញមកអ្នកបានសម្រាប់ Demon Lord ដែលមានឈ្មោះថា Hellbearer មាន level 50ហើយនេះគឺជារង្វាន់ដែលអ្នកទទួលបានហើយ Window មួយទៀតក៏បានរត់ចេញមកគឺ Jin Frey របស់យើងទទួលបាន Gold ចំនួន800,000និងកញ្ញាំរបស់ Demon Lord ដែលមាន rank S ចំណែក item មួយទៀតគឺជាចង្កូមដ៏ធំជាងគេរបស់ Demon Lord ដែលមាន rank Aហើយនៅពេលដែល Jin Frey កំពុងតែមើល Window នោះ Frena ក៏បានដើរមើលហើយគេក៏បាននិយាយទៅកាន់ Jin Frey ថាខ្ញុំអរគុណណាស់លោកប្តីហើយកន្លែងហ្នឹងខ្ញុំសូមកាត់ចោលហ្មងទៅគឺអត់មានអីនិយាយច្រើនទេសរុបមកពូអ្នកសងព្រេងនៅ Frena ហ្នឹងបានអរគុណ Jin Frey ចំពោះការជួយកម្ចាត់ Demon Lord អីចេះមួយចោះពីរចឹងទៅអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមកាត់ចោលយកតែម្ដងបន្ទាប់ពីអ្នកសងព្រេង Frena បូករួមជាមួយ Jin Frey និយាយគ្នាឡើងទៅប៉ាឡឺតពេញនោះពេលនោះដែរ Frena ក៏បាននិយាយទៅកាន់ Jin Frey ថាខ្ញុំមានរបស់ខ្លះចង់ឲ្យទៅលោកនេះគឺជា Blasting Stone ដែលមាន rank 3បន្ទាប់បានឃើញបែបនេះ Jin Frey ក៏បានគិតក្នុងចិត្តថា Secret Blasting Stone ភ្លាមនោះ Jin Frey ក៏បាននិយាយទៅកាន់ Frena ថាតើនាងអាចយក Blasting Stone នេះមកផ្លាស់ប្ដូរជាមួយកញ្ញាំជើងរបស់ Demon Lord ដែលមាន rank A របស់ខ្ញុំបានទេបន្ទាប់បានលើបែបនេះ Frena ក៏បាននិយាយថាស្អីគេតែប្រូចង់ផ្លាស់ប្ដូរ item rank S ជាមួយ rank B មែនទេហើយប្រូប្រហែលជាបានដឹងហើយថា item ដែលមាន rank S វាកម្រណាស់លើក Flip មួយនេះជាពិសេសគឺជាកញ្ញាំរបស់ Demon Lord ដែលមាន rank S នេះតែម្ដងហើយ Jin Frey ក៏បាន reply ទៅកាន់ Frena វិញថាខ្ញុំមិនខ្វល់អ្វីទាំងអស់ខ្ញុំចង់បាន Blasting Stone មួយនោះក្រោយបានលើបែបនេះ Frena ក៏បាននិយាយថាអូខេប្រូមិនអីទេចឹងខ្ញុំឲ្យវាទៅអ្នកបន្ទាប់បានលើបែបនេះ Jin Frey ក៏បាននិយាយថា Oh my god Blasting Stone បន្ទាប់បានឃើញអាការៈបាយរបស់ Jin Frey ហើយ Frena ក៏បានគិតនឹងចិត្តថាតើនេះមែនទេគឺជាក្តីសុខរបស់អ្នកឆ្នាំហើយភ្លាមដែរអាភូតហេតុចម្លែកក៏បានកាត់ឡើងគឺ Window ក៏បានលុតចេញមកក្នុង Window នោះគេបានសរសេរថាពេលនេះ Frena បានក្រាស់អ្នកបាត់ទៅហើយ OMG កប់ស្រីយកតែម្ដងបាទបន្ទាប់បានឃើញបែបនេះតែធ្វើឲ្យ Jin Frey តួឯកផងរបស់យើងមានអាការៈកាំងជាខ្លាំងហើយគេក៏បានគិតចេះថាហ៎ក្រាស់ខ្ញុំលុយមែនហើយបើយើងមើលទឹកមុខរបស់អ្នកសងព្រេងអ្នកពាក់អាវខៀវយើងដឹងពីអារម្មណ៍របស់គាត់គេបានគិតក្នុងចិត្តថាហេតុអ្វីទៅ Frena សំណប់ចិត្តបងហេតុអ្វីបានជាអូនលួចស្រឡាញ់គេមិនមែនជាបងអារម្មណ៍របស់ប្រូអាវខៀវក៏ដូចជាអ្នកកំពុងមើលវីដេអូនឹងដែរគឺអារម្មណ៍ដែលក្រាស់គេមិនហ៊ានសារភាពមកជុំឯងងុំក្រាស់ខ្លួនឯងទៅស្រឡាញ់អ្នកផ្សេងទៀតអារម្មណ៍មួយហ្នឹងគឺចុកតិចឈឺទេឈឺអត់អ្នកJin Frey ឲ្យសួរតើឥឡូវកុំតប៉ាច្រើនពេកយើងចូលសាច់រឿងយើងវិញហើយ Window ទៀតក៏បានលុតចេញមកក្នុង Window នោះក៏បានសរសេរថា Pro IQ នឹងកំពុងការចិត្តចំណានជាមួយ Jin Frey ដែលបាន Frena សំណប់ចិត្តរបស់គេក្រាស់ទៅលើ Jin Frey បន្ទាប់បានដឹងបែបនេះ Jin Frey ក៏បាននិយាយក្នុងចិត្តថាអើយអត់ប្រយោជន៍ខ្លាំងមែនតើរឿងស្នេហានេះឃើញអត់ Jin Frey ល្អដូច admin អញ្ចឹងល្អខ្លាំងមែនតើល្អយកបន្ទាប់ Jin Frey បានគិតហើយគេក៏បាននិយាយឡើងថាតែមិនអីទេវាមិនគួររំខានខ្លាំងពេកទេព្រោះឥឡូវនេះយើងអាចឆ្លងកាត់ Ground 1ទៅ Ground 2បានពុះស្លេកវិញក៏សុំទោសអ្នកគ្នាដែរព្រោះពេលខ្លះទៅខ្ញុំនិយាយយឺតហើយពេលខ្លះទៀតទៅខ្ញុំក៏និយាយលឿនអញ្ចឹងទៅហើយអត់ដឹងខ្លួនឯងមិនដែរអញ្ចឹងក៏វាតាមហ្នឹងទៅ
cầm nó nên dục chốt là lợi dương cho say rương dương vĩnh họ say rương bồi dương có bằng cắt cho không ti krong gòn vón của mình lấy mấy ban nhảy tha lợi ní dương đọc về là trâu bảy cái này hai không ti krong gòn vón đá dương có bằng khinh tha Arthur Freyna bộ rôm dùng bộ chân Frey của phong này thì bên đá Freyna có bằng nhảy ngăn chân Frey ta bật to về bọc trong slap lợi ní trong đọc về đặt trong trâu thọp tới sau cầm nào bọc trong vĩnh hai Freyna có bằng bật to nhảy tiệt tha trong không đặt ngay nam mối bộ dương ai chụp đêm lòng tiệt trong này Arthur có bằng nhảy được căn chân Frey tha trong một chiếc chiêm vực hạt về khang đâm bay ngay nam mối trong ai bộ anh bảo chân Frey bỏ chơi có bằng to được căn này được bay bên tha alright chụp này bay cái nó bay đại chân Frey ban bay play trong mối Arthur được Freyna nó kê có bằng cân ông chặt tha mấy đây lợi ní trong men bật phía thôi hai item này trongตัวนู้ខ្ញុំក៏បានទទួលវាក្នុងក្រនរបស់នេះដែរ item នោះមានឈ្មោះថា Blasting Stone ខ្ញុំគួរតែផ្ញើលើខ្លះដើម្បីឲ្យទៅអ្នកផ្ទះហើយឥឡូវនេះខ្ញុំក៏ដល់ពេលដែលត្រូវទៅក្រនធូរដែរតែរឿងក៏បានកាត់ទៅ portal មួយកន្លែងហើយនៅជិត portal នោះយើងក៏បានឃើញជាង friend នៅទីនោះផងដែរហើយ portal នេះដែរសម្រាប់ឆ្លងកាត់ពីក្រន1ទៅក្រន2ហើយនៅគេ portal នោះក៏មាន pro 2នាក់កំពុងតែនិយាយដើមគេហើយតែគេម្នាក់នោះមិនទេបានសម្រាប់ Demon Lord គ្មានផ្លូវទេគេគ្រាន់តែជា synthesizer ហើយរបស់ប្រើប្រាស់របស់គេគ្រាន់ជាថាដំបងតែប៉ុណ្ណោះតែវាអាចទៅរួចបានដោយរបៀបណាទៅក៏ខ្ញុំដែរប្រូ Windows the title defender of the first Demon Lord has been confirmed ហើយជើអង់គ្លេសញ៉ៃសេឥឡូវនិយាយខ្មែរហើយបន្តមកគេក៏បានសួរថាតើអ្នកទៅក្រនធូចេះអត់នោះហើយភ្លាមនោះដែរ Jin Frey ក៏បានដើរចូលទៅក្នុង portal នោះហេតើគេដើរចូលក្នុង portal នោះហើយវាមិនអាចទៅរួចទេប្រអញផឹកច្រើនពីស្វឹងទេហើយសាររឿងរបស់យើងក៏បានកាត់ទៅក្នុងទីក្រុងរបស់ក្រនធូយើងក៏បានឃើញថា Jin Frey បាន teleport មកដល់ក្រនធូហើយភ្លាមនោះ Windows ក៏បានលុតចេញមក Milia calling you ហើយឈ្មោះ Milia ហ្នឹងមិនដឹងអានត្រូវខុសទេហើយក្នុង Windows ក៏បានបង្ហាញរូបនារីម្នាក់ដ៏ស្រស់ស្អាតជាប្រពន្ធ admin ទៀតហើយសួស្ដី brother what's going on នេះគេប្រាក់ច្រើននេះតើបងបានមកពីណាស្ដាប់បងសិនរឿងនឹងក៏បែបនេះតើបងបានប្រាក់ច្រើននេះមកពីណាបងទៅលួចគេមែនហើយយើងក៏បាននឹងថា Jin Frey ធ្វើជាអ្នកសងព្រេងនេះគឺប្រាប់អ្នកផ្ទះទេបងអូនស្រីនឹងម្ដាយរបស់គេអត់បានដឹងទេវាមិនអីទេកុំបារម្ភច្រើនពេកប្រាក់ទាំងអស់នេះបងទទួលមកពីការងារបន្ថែមរបស់បងទេប្រកាសអត់បើអញ្ចឹងមើលថាសុខភាពផងភ្លេចប្រាប់បងទៀតសុខភាពមកឥឡូវកាន់តែអាក្រក់ទៅហើយហើយសាររឿងក៏បានកាត់មក Jin Frey អង្គុយកណ្ដោយកណ្ដែងតែឯងទេម៉ាក់និងបងស្រីរបស់ខ្ញុំត្រូវការប្រាក់ច្រើនណាស់ឥឡូវនេះមិនមែនជាពេលដែលខ្ញុំមកត្រូវអង្គុយសម្រាប់ទេម៉ាក់តែឯងបាននឹងពីការដាក់លេងថ្លៃ item ណាទេមាន item ណាកម្រដូចជាមានទឹកភ្នែករបស់ HL ស្អីគេទឹកភ្នែក HL នេះគឺជា item មួយក្នុងចំណោម item ផ្សេងទៀតសម្រាប់ផលិតថ្នាំហើយសម្រាប់ថ្នាំនេះដែរក៏មានសមត្ថភាពអាចព្យាបាលជំងឺគ្រប់មុខហើយនេះគឺជា item មួយដែលមិនងាយរកបានទេនៅក្នុងក្រនធូនេះបើសិនជាខ្ញុំអាចទទួលបាន item មួយនេះជំងឺរបស់ម្ដាយខ្ញុំនឹងអាចព្យាបាលបានមិនដឹងស្អីទេអ្នកនិយាយរឿងនេះម្ដងម៉ាក់ម្ដងម៉ែម្ដងម្ដាយមែនទេតាមហ្នឹងចារៀងវល់តិចហើយ sorry ហើយឥឡូវយើងចូលទៅដល់សាច់រឿងយើងវិញហើយការនេះថ្លៃនេះក៏មានការចូលរួមពីអ្នកមានបំផុសនៅក្នុងក្រនធូនេះដែរហើយមានតម្លៃប្រាក់ដល់រាប់លានណាស់វាងាយស្រួលទេក្នុងការដេញថ្លៃឈ្នះដើម្បីយក item មួយនេះតែជំនាញដំបូងយើងត្រូវតែរកប្រាក់ជាមុនសិនហើយសាររឿងរបស់យើងក៏បានកាន់នៅក្នុង dungeon មួយដែលមាន rank A ដែលស្ថិតនៅក្នុងក្រនធូហើយយើងក៏បានឃើញថា Jin Frey ក៏ស្ថិតនៅក្នុង dungeon នោះដែរដើម្បីរកប្រាក់បានលឿនខ្ញុំគួរតែទៅ high dungeon ប៉ុន្តែឥឡូវនេះខ្ញុំគ្មានគ្នាទេហើយភ្លាមនោះដែរយើងក៏បានឃើញខ្មៅមួយមាន level 66ហើយខ្មៅនោះដែរមានឈ្មោះថា Kashi បន្ទាប់បានឃើញខ្មៅនោះហើយ Jin Frey ក៏បានដកយក item ទី3ដើម្បីទៅឲ្យខ្មៅនោះ item ទី1មានឈ្មោះថា Snowfell Catnip item ទី2គឺជា Frozen Fish និង item ទី3គឺជា Fire Flower អត់ដឹងអានត្រូវឲ្យខុសទេ item ទាំងអស់ហ្នឹងខ្ញុំដាក់ឈ្មោះលើហ្នឹងឯងដែលធ្វើឲ្យខ្មៅនោះមានអាការៈហៅជាខ្លាំងហើយគេក៏បាននិយាយថាម៉ែវហើយខ្មៅនោះក៏បានទៅស៊ី item ដែល Jin Frey បកគោលឲ្យវាបន្ទាប់បានស៊ីហើយខ្មៅនោះក៏បានឲ្យកាក់មួយទៅកាន់ Jin Frey ហើយ Windows ក៏បានលុតចេញមក Kashi Go Coin គឺជា item ដែលស្ថិតនៅក្នុង rank A ហើយសម្រាប់ item មួយនេះដែរនៅពេលដែលយើង farm នោះក៏ដែលយើងទទួលបានគឺគុណនឹង2ហើយនេះយើងមើលខ្លួនឯងទៅគឺ Jin Frey farm បាន go ច្រើនខ្លាំងមែនតើហើយ go ទាំងអស់នោះស្ថិតតែគុណនឹង2ទៀតហើយយើងក៏អាចនិយាយបានខ្លីៗថាឥឡូវហ្នឹង Jin Frey គឺជា billionaire ហើយនេះគឺជា goal ដែល Jin Frey ទទួលបានពីការ farm មានចំនួន12លាន664,000 goal ហើយសាររឿងរបស់យើងក៏បានកាន់តែក្លឹបមួយកន្លែងហើយស្ថិតនៅក្នុងក្លឹបនោះដែរយើងក៏បានឃើញថាមាន pro 2នាក់និងនារីដ៏ស្រស់ស្អាតម្នាក់ហើយយើងក៏មិនដឹងថា pro 2នាក់និងនារីដ៏ស្រស់ស្អាតម្នាក់ហ្នឹងនិយាយស្អីខ្លះទេគឺតប៉ាញ៉ៃពេញហ្នឹងតែយើងបាច់ខ្វល់ទេយើងត្រឡប់ទៅមើលតួឯក Jin Frey របស់យើងវិញហើយពេលនោះដែរ Jin Frey ក៏បានងាកទៅមើល pro ក្បាលទាំងអស់ម្នាក់ហើយ pro ក្បាលទាំងអស់ម្នាក់ហ្នឹងមានប្រាក់ចំនួន 10.2 លានតែបានមកពីការបោកប្រាស់គេហេមែនតើឯងចង់លេងល្បែងនេះដែរមែនទេអញ្ចឹងបើសិនតែឯងចាញ់ខ្ញុំឯងកុំយកមកសោះខ្ញុំក៏ជាមនុស្សដែលមានសំណាងបំផុតនៅក្នុងហ្គេមនេះ Go easy on me ហ្គេមកាក់កាសោះហ្នឹងបន្ទាប់ Jin Frey បានដើរទៅលេងល្បែងជាមួយ pro ក្បាលទាំងអស់ហ្នឹងហើយជំនួយការនៅតុកល្បែងហ្នឹងក៏បានរៀបរាប់ពី rule ក្នុងការលេងល្បែងហ្នឹងថាវាអាម៉េចតែ
យើងកាត់ចោលទៅព្រោះយើងមិនអ្នកលេងល្បែងទេយើងជាមនុស្សល្អក្នុងសង្គមហើយប្រុសក្បាលទាំងអស់នោះបាននិយាយថាឥឡូវនេះល្បែងបានចាប់ផ្ដើមហើយអបរោះសង្ហាតែឯងចាក់លេខមួយណាដែរចាក់លេខមែនអញ្ចឹងខ្ញុំចាក់ពណ៌ក្រហមលេខ36និងពណ៌ខ្មៅលេខ8ហើយឯងចាក់វាប្រហែលគោលហើយចាក់គោលមែនចង់និយាយថាខ្ញុំជាកូនអ្នកក្ររស់ទាំងតតតែស្គាល់ជាតិបបសត្រីខខ្ញុំកូនកសិករអញ្ចឹងចាក់តិចតួចត្រឹម10លានទេបានទេស្អីគេតែឯងកំពុងនិយាយលេងសើចជាមួយយើងមែនទេចាក់10លានលេងសើចអីគេប្រូអញ្ចឹងចាំស្ដាប់ខ្ញុំនិយាយភាសាទៀតខ្ញុំចាក់ពណ៌ក្រហមលេខ36ពណ៌ខ្មៅលេខ8ចំនួន10លាន you know ចាក់ហើយដកដៃចង់អញ្ចឹងហើយកន្លែងហ្នឹងយើងកាត់ចោលទៀតទៅព្រោះអត់ដឹងប្រូហ្នឹងនិយាយស្អីខ្លះទេបន្ទាប់ពីកាត់ចោលហើយយើងក៏ចូលសាច់រឿងវិញឥឡូវយើងសរុបខ្លីៗយកមកទៅព្រោះកន្លែងលេងល្បែងហ្នឹងវាតប៉ែលើខ្លាំងមែនតើនិយាយនឹងស្អីខ្លះទេផលិតផលចេញមកគឺ Gin Frey របស់យើងបានឈ្នះគឺពណ៌ក្រហមចេញលេខ36និងពណ៌ខ្មៅចេញលេខ8ហើយ Gin Frey ក៏បាននិយាយថាថ្ងៃនេះទេវតាតាមជួយខ្ញុំហើយខ្ញុំពិតជាសំណាងល្អខ្លាំងមែនតើបន្ទាប់បានគឺបែបនេះប្រូក្បាលទាំងអស់ក៏បាននិយាយទៅកាន់ Gin Frey ថាជួយអាក្មេងនេះមកលេងឈិតពូអញ្ចឹងដឹងបាបអត់ជួយលេងឈិតមិនពូខ្ញុំជាក្មេងល្អហើយភ្លាមនោះដែរ manager របស់ club នោះក៏បានដើរចូលមកហេ what's going on កំពុងធ្វើអីនឹងក្មេងៗលោក manager មើលអាក្មេងនេះលេងឈិតខ្ញុំក្មួយនៅក្មេងណាមិនគួរដើរបោកប្រាស់គេអញ្ចឹងទេពេលនោះដែរ Gin Frey ក៏បាននិយាយថាជួយលេងចាញ់ឲ្យលុយលេងខូចមែនឲ្យលុយមកឈុំវិញងុំមកថាគេលេងឈិតទៀតខឹងហ្មងកុំនិយាយអញ្ចឹងឲ្យក្មួយសម្លាញ់វាមិនល្អទេឥឡូវនេះយើងមានរឿងដែលត្រូវនិយាយគ្នាអត់ឯងចាក្មេងនោះអញឆ្លើយខ្លាំងណាមកឥឡូវពីណាចង់ត្រូវទៀតចូលមកជួយអាក្មេងនេះមកវិញថាវាខ្លាំងម៉េះហើយប្រូក្បាលលឿងក៏បាននិយាយថាតាមនោះម្នាក់នេះមិនទេគឺជាមនុស្សដែលគេកំពុងល្បីក្នុងបណ្ដាញសង្គមថ្មីនេះហើយល្បីក្នុងបណ្ដាញសង្គមហ្នឹងមិនមែនបណ្ដាញសង្គម Facebook ទេណាល្បីតាមកសែតឯក្នុងរឿងនេះទេពិតទេឥឡូវនេះគេបានមកដល់ក្រនធូហើយគេម្នាក់នេះហើយគឺជាមនុស្សដែលបានសម្លាប់ Demon Lord នៅក្នុងក្រន1ជួយមើលមុខទៅគេចង់ត្រូវទៀតមែនអត់ទេលោកក្មួយពូម្នាក់នេះពិតជាដឹងកំហុសខ្លាំងមែនតើហើយលោកពូពិតជាសុំទោសក្មួយខ្លាំងមែនតែម្ដងដែលបានគិតថាក្មួយលេងឈិតហើយគេក៏បានគិតក្នុងចិត្តថាបើសិនគេជាក្មួយម្នាក់នោះមែនយើងមិនអាចប្រឆាំងគេបានទេប៉ុន្តែក្មួយម្នាក់នេះគាត់ជាមនុស្សចំណូលថ្មីម្នាក់តែប៉ុណ្ណោះដូច្នេះយើងនឹងរកវិធីបោកប្រាស់តិចតួចដើម្បីលុបបំបាត់ការខូចខាតក្នុងថ្ងៃនេះស្អីគេតែកំពុងនិយាយថាបើសិនជាយើងចង់បានអីឲ្យយើងទាំងអស់មែនទេអញ្ចឹងនៅទីនេះមានប្រាក់ប្រមាណឲ្យប្រមូលយកមកឲ្យយើងទាំងអស់មកមិនមែនត្រឹមតែប្រាក់ទេបូករួមនឹងសម្បត្តិការចូលដេញថ្លៃមួយទៀតយើងចង់បានវាដែរស្អីគេសម្បត្តិការចូលរួមការដេញថ្លៃមែនយើងបាននឹងវិធីសាស្ត្រឲ្យទាំងអស់ក្នុងការបោកប្រាស់ប្រាក់របស់អ្នកដទៃហើយនេះមិនមែនជាអំណោយតិចតួចសម្រាប់បនមាត់យើងទេហើយនេះដែរគឺជាលេខកែនៃ account ធនាគាររបស់យើងចាប់បាញ់លុយទាំងអស់មកកាន់យើងមកប៉ុន្តែបើសិនជាឯងមិនចង់ទេយើងអាចទូរស័ព្ទទៅកងកម្លាំងសន្តិសុខរបស់សហគមន៍បានឬក៏ជាជំរឿនមួយទៀតយើងនឹងអាចកំទេចទីនេះចោលចាំតិចឥឡូវនេះយើងយល់ហើយយើងឲ្យគ្រប់យ៉ាងអ្វីដែលចង់បានហើយតែរឿងរបស់យើងក៏បានកាត់មកដល់កន្លែងមួយផ្សេងទៀតដែលមានឈ្មោះថា Live Second ហើយពេលនោះដែរយើងក៏បានលើកសលេងមួយបាននិយាយថាខ្ញុំគួរតែរកប្រាក់បានច្រើនជាងនេះបន្តិចប៉ុន្តែឥឡូវនេះវាមិនអីទេហើយជាមួយទឹកប្រាក់របស់ខ្ញុំនេះខ្ញុំសង្ឃឹមថាខ្ញុំអាចយកទឹកភ្នែក HL ពីដៃរបស់អភិជនទាំងអស់នោះបានប៉ុន្តែវាមិនជាបញ្ហាអ្វីទេយ៉ាងហើយណាឥឡូវនេះខ្ញុំបានដល់ទីនេះដោយសុវត្ថិភាពហើយជាមួយសម្បត្តិដែលខ្ញុំទទួលបានពី manager ម្នាក់នោះហើយអ្នកគ្នាមកឆ្ងល់ថាមិនសលេងខ្ញុំក៏ខុសគ្នាទាំងអស់ចឹងទេព្រោះចំពោះខ្ញុំមានបញ្ហាហើយណាមួយខ្ញុំក៏អត់ដឹងថៃដែរបានសលេងដែលខ្ញុំបញ្ចេញទៅគឺវាខុសគ្នាទាំងអស់បតើយ៉ាដូចគ្នាអត់ដឹងមូលហេតុក្នុងអ្នកគ្នាយល់តើឥឡូវយើងចូលទៅរឿងវិញដូច្នេះខ្ញុំគ្រាន់តែដេញថ្លៃទៅលើរបស់ណាដែលខ្ញុំចង់បានឲ្យបានជោគជ័យទៅវាបានហើយយើងក៏បានឃើញថា club ដែល Gin Frey ជំរិតទាបប្រាក់ហ្នឹងឥឡូវបានបាត់ហើយដោយសារខ្សែធនក៏មិនដឹងប៉ះពីណាប៉ះមកប៉ះ MG ក្នុងហ្គេមឲ្យស្ពៃយ៉ាងអញ្ចឹងហើយយើងក៏បានឃើញ manager club មួយនឹងដែរកំពុងតែយំទួញសក់បោកខ្លួនឈួតហើយអាក្មេងម្នាក់ហ្នឹងវាមិនមែនមនុស្សទេវាគឺជាវិសាចវាបានយកអ្វីៗទាំងអស់ពីខ្ញុំហើយភ្លាមណាយើងក៏បានឮសលេងមួយដែលគេនិយាយថាវិធានសាខាហើយកន្លែងហ្នឹងមិនដឹងមិនមកទេព្រោះគេកាត់ចោលបាត់ហើយឥឡូវយើងមកមើលក្នុងការដេញថ្លៃវិញវិធីកងការដេញថ្លៃនោះក៏បាននិយាយថាក្នុងការដេញថ្លៃនេះគឺមាន item កម្រជាច្រើនសង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្ត item ទាំងនោះហើយឥឡូវនេះ item ទី1ក្នុងការដេញថ្លៃនេះគឺជាដាវដែលមានឈ្មោះថា Oki ហើយដាវនេះដែរគឺជា item មួយដែលស្ថិតក្នុង rank ហើយសម្រាប់តម្លៃវាគឺចាប់ពី2លានហ្នឹងលើខ្ញុំត្រូវការ item ចំនួន3ដើម្បីព្យាបាលជំងឺម្ដាយរបស់ខ្ញុំ item ទី1គឺជាទឹកភ្នែករបស់ HL ដែលយើងអាចរកបាននៅក្នុង High Dungeon ដែលស្ថិតនៅក្នុង Ground Search ចំណែក item ទី2គឺជាចង្កូមរបស់សត្វស្លាបតករីឯ item ទី3គឺជាដីក្រហមបុរាណហើយ item ទាំងពីរនេះយើងអាចទទួលបានមកពីការសម្លាប់ Demon Lord នៅ Ground 2 និង Ground 3ប៉ុន្តែឥឡូវនេះ item ទាំង3នោះគឺស្ថិតនៅក្នុងការដេញថ្លៃមួយនេះបើសិនជាខ្ញុំអាចយកវាបាននោះអ្វីៗនឹងកាន់តែងាយស្រួលហើយភ្លាមដែរ Gin Frey ក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយគេក៏បាននិយាយថាស្អីគេស្រា Surya Dragon បើសិនជាខ្ញុំទទួលបាន item មួយនេះនោះខ្ញុំនឹងទទួលបានឧបករណ៍អាត់កំបាំងរយៈពេលដ៏ខ្លីបំផុតភ្លាម
ៗដែរវិធីកក្នុងការដេញថ្លៃក៏បាននិយាយថានេះគឺជា item ទី2ក្នុងការដេញថ្លៃមួយនេះគឺជាចង្កុំរបស់សត្វស្លាបតកដែលយើងទទួលវាបានមកពីដាំងចិនរឹងនៅក្នុង Ground 2ហើយសម្រាប់តម្លៃ item នេះដែរគឺយើងដេញថ្លៃចាប់ពី5សែន gold ឡើងទៅ1លាន gold ខ្ញុំឲ្យ10លាន gold គ្រាន់បានលើបែបនេះភ្លាមជិន Frey និងអ្នកផ្សេងទៀតក៏បានងាកទៅមើលសម្លេងនោះយ៉ាងលឿនហើយយើងក៏បានឃើញថាសម្លេងហៅ10លានហ្នឹងគឺជា manager ដែលជិន Frey របស់យើងចម្រិតទាលុយហ្នឹងឥឡូវមានអារម្មណ៍យ៉ាងម៉េចដែរមានអ្វីនឹងទៅតាមចិត្តឯងទេឯងគិតថាយើងអង្គុយមើលឯងដល់ធ្វើអ្វីសោះមែនទេគ្រាន់បានលើបែបនេះជិន Frey ក៏បានគិតនឹងចិត្តថាទឹកភ្នែក HL ប្រហែលជា item ដែលត្រូវដេញថ្លៃចុងក្រោយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានវាមិនថាមានរឿងអ្វីកើតឡើងក៏ដោយហើយខ្ញុំទៅតាមសំប្រាក់របស់ខ្ញុំបើសិនជាខ្ញុំចង់ធ្វើការដេញថ្លៃឆ្នេះហើយភ្លាមៗនោះដែរវិធីកបាននិយាយថាឥឡូវនេះសង្គមរបស់សត្វស្លាបតកត្រូវបានដេញថ្លៃក្នុងតម្លៃ10លានហើយប្រូម្នាក់ក៏បាននិយាយថាថ្ងៃនេះខ្ញុំបានឃើញសមាគមពស់បានចូលរួមការដេញថ្លៃក្នុងថ្ងៃនេះស្អីគេថាគេមែនទេគឺជាសមាគមមួយដែលល្បីល្បាញនិងធំហើយមានសាខានៅគ្រប់ទ្វីបដូច្នេះបើសិនជាពួកគេចង់មកអ្វីយើងគួរតែបោះបង់ចោលទៅខ្ញុំក៏បានដឹងថាគេគឺជាសមាជិកម្នាក់ដែលស្ថិតនៅក្នុងសមាគមពស់នៅពេលដែលខ្ញុំបានអានកំណត់របស់គេហើយខ្ញុំក៏មិនបានរំពឹងទុកថាសមាគមមួយនេះវាធំយ៉ាងនេះដែរហើយពាក់ក្បាលលឿងសក់វែងក៏បានថាតើគឺជាគេមែនទេត្រូវហើយគឺជាអាក្មេងសម្រាប់នោះហើយដែលបានបំផ្លាញក្លឹបខ្ញុំថែមទាំងយ៉ាងលុយខ្ញុំទាំងអស់ប៉ុន្តែប៉ុណ្ណោះគេក៏បានយកសម្បត្តិរបស់ខ្ញុំដើម្បីចូលរួមក្នុងការដេញថ្លៃនេះទៀតផងសម្រាប់រឿងនេះដែរខ្ញុំអាចទុកវាចោលបានទេត្រូវហើយឥឡូវនេះចូលមករៀនអំពីមេរៀននៅអ្វីដែលបានកើតឡើងនៅពេលដែលគេរញ៉េរញ៉ៃជាមួយសមាគមដែលគ្រប់គ្រងពិភពក្រោមដីនៅក្នុងទីក្រុងនេះហើយភ្លាមៗនោះដែរពិធីក៏បាននិយាយថាអាចធ្វើបន្ទាប់គឺជាដីក្រហមបុរាណដែលគេទទួលបានវាមើលក្នុងដាងចិនរឹងដែលស្ថិតនៅក្នុង Ground Free ហើយតម្លៃដេញថ្លៃរបស់ item មួយនេះគឺចាប់ពី7លានឡើងលើខ្ញុំឲ្យតម្លៃ50លាន gold ស្អីគេ50លាន gold តែគេមានអំឡឹងខ្ញុំឲ្យ200លានបន្ទាប់បានលើបែបនេះជិន Frey ក៏បានគិតនឹងចិត្តថាស្អីគេសមាគមក៏បានយកទៅបោប្រាក់មែនតែគេអាចមានប្រាក់ច្រើនដល់ថ្នាក់នេះដីក្រហមបុរាណត្រូវបានបកគោលឲ្យសមាគមពស់ក្នុងតម្លៃ200លាន gold អូបសាទរហើយយើងក៏បានឃើញពីទឹកមុខរបស់ manager ណែគឺនៅជិតអីកង់ដាក់ពីកញ្ញហើយ window បានលុបចេញមក manager ម្នាក់នេះមានគម្រោងបំផ្លាញការដេញថ្លៃទាំងអស់របស់ Jin Frey វាអាចនឹងមានបញ្ហាបើសិនជាខ្ញុំអាចដេញថ្លៃឈ្នះក្នុងការយកទឹកភ្នែករបស់ Haya សត្រូវរបស់ខ្ញុំគឺជា guild ធំមួយដូច្នេះខ្ញុំព្យាយាមបំផ្លាញគេព្រោះពួកគេទាំងអស់នោះចាយប្រាក់របស់គេចាក់ជាខ្លាំងមែនខ្ញុំឲ្យ40លាន gold ហើយកន្លែងហ្នឹងអត់ដឹងដេញថ្លៃគេទេព្រោះនៅក្នុងសាច់រឿងគេអត់បានប្រាប់ទេកន្លែងហ្នឹងហើយយើងក៏បានឃើញថា Jin Frey បានដេញថ្លៃរបស់ច្រើនខ្លាំងមែនមានទាំង15លានមានទាំង200លានប៉ុន្តែនៅចាញ់សមាគមពស់នេះទាំងអស់តែធ្វើឲ្យ Jin Frey មានការ shock ជាខ្លាំងហើយ manager ម្នាក់នោះក៏បាននិយាយថាហាហាឯងមានផ្លូវយកឈ្នះ guild ធំមួយបានទេអាក្មេងហើយកន្លែងហ្នឹងខ្ញុំសុំទោសអ្នកគ្នាព្រោះពេលខ្លះខ្ញុំហៅ guild ពេលខ្លះខ្ញុំហៅសមាគមហើយប៉ែ manager ក៏បានបន្តទៀតថាយើងដេញថ្លៃយកទាំងអស់នៅ item អ្វីដែលឯងចង់បានហាហាហាអាក្មេងសម្រាមពេលនោះ Jin Frey ក៏បានយើងចាត់ថាហាហា manager នេះពិតជាល្ងងមែនណាពេលនោះដែរពិធីករក្នុងការដេញថ្លៃក៏បាននិយាយថានេះគឺជា item ចុងក្រោយក្នុងការដេញថ្លៃក្នុងថ្ងៃនេះហើយក៏ជា item លេខរៀងទី11ដែលមានឈ្មោះថាទឹកភ្នែករបស់ HL ហើយសម្រាប់ item មួយនេះដែរគឺបើដេញថ្លៃចាប់ពី50លាន gold ឡើងទៅសម្រាប់ item មួយនេះខ្ញុំឲ្យ500លានជួយស្អីគេ500លានស្អីគេតាក្មេងម្នាក់នេះវាស្តាតដំបងចាប់ពី500លានឡើងទៅខ្ញុំមកទីនេះដើម្បីទិញ item មួយនេះដូច្នេះខ្ញុំនឹងយកវាបានបើសិនជាឯងចង់បាន item មួយនេះឯងអាចទិញថ្លៃយកបានបើសិនជាឯងអាចអាក្មេងសម្រាមវាគ្មានអ្វីផ្លាស់ប្ដូរទេយើងគ្រាន់តែឲ្យតម្លៃគុណនឹង2ពីតម្លៃរបស់ឯងទៅយើងនឹងឈ្នះឯងជាមិនខានទេ item មួយនេះខ្ញុំឲ្យ1 billion ហើយពេលនោះ window បានលុបចេញមកពេលនេះ limit ក្នុងការដេញថ្លៃរបស់អ្នកបានដល់កំណត់ហើយអ្នកមិនអាចដេញថ្លៃ item មួយនេះបានទេស្អីគេតែវាមានរឿងអ្វីកើតឡើងហ្នឹងហើយពិធីករក្នុងការដេញថ្លៃនោះក៏បាននិយាយថាខ្ញុំសូមទោសព្រោះសមាគមពលរបស់អ្នកបានដេញថ្លៃ item ដល់កំណត់ហើយដូច្នេះអ្នកមិនអាចដេញថ្លៃ item មួយនេះបានទៀតទេស្អីគេតែឯងកំពុងនិយាយអីហ្នឹងដល់កំណត់ស្អីគេហើយខ្ញុំសុំទោសព្រោះនេះគឺជាច្បាប់ក្នុងការដេញថ្លៃហើយម្យ៉ាងទៀតសមាគមពលរបស់អ្នកបានដេញថ្លៃយក item ចំនួន5ហើយ item ចំនួន5នេះគឺជា limit ក្នុងការដេញថ្លៃនៅក្នុងកន្លែងដេញថ្លៃរបស់យើងនេះហើយច្បាប់នេះដែរបង្កើតឡើងដើម្បីការពារការដេញថ្លៃផ្ដាច់មុខដើម្បីយក item ទាំងអស់ស្អីគេតើនេះគឺជាចោលអ្វីខ្ញុំគឺជាអតិថិជនប្រចាំនៅក្នុងកន្លែងដេញថ្លៃមួយនេះប៉ុន្តែខ្ញុំមិនដែលបានដឹងថានៅកន្លែងនេះមានច្បាប់បែបនេះឡើយព្រោះនេះមិនមែនជាការដេញថ្លៃធម្មតាឡើយការដេញថ្លៃនេះគឺកម្រធ្វើណាស់ក្នុងទ្វីបនេះហើយយើងក៏បានឃើញថាពិធីករក្នុងការដេញថ្លៃហើយជាមួយ manager នោះក៏បានឆ្លោះគ្នាយ៉ាងខ្លាំងតែយើងមិនខ្វល់ទេយើងកាត់ឡើងនឹងចោលទៅព្រោះអត់ប្រយោជន៍បន្ទាប់ឲ្យបានឆ្លោះគ្នាឲ្យរយៈពេលជាង82ម៉ោងក្រោយមកពិធីករការដេញថ្លៃឬបាននិយាយថាបរិសម្នាក់ដែលពាក់ហាឡូនៅលើក្បាលទទួលបាន item មួយនេះក្នុងតម្លៃទឹកប្រាក់ចំនួន500លាន gold អបអរសាទរបន្ទាប់បានលើបាននេះ Jin Frey ក៏បាននិយាយថាសូមកុំហៅឈ្មោះខ្ញុំបែបនេះវាពិតជាអាក្រក់ស្ដាប់ខ្លាំងណាស់តែបើយើងក៏លេចទៅមើល manager នោះវិញគឺខឹងដៃក្បាលទីកទួយឯងគេក៏បាននិយាយថាចង្រៃមែនណាតាក្មេងសម្រាប់អ្នកនេះវាបានដឹងពីរូលមួយនេះមែនទេទើបអាក្មេងម្នាក់នេះព្យាយាមយើងឲ្យដេញថ្លៃយកឲ្យធំជាច្រើនតាអាក្មេងម្នាក់នេះវាកំពុងតែមើលងាយយើងមែនទេហើយភ្លាមនោះmanager ម្នាក់នោះក៏បានបញ្ចេញយុទ្ធសាស្ត្រគេមកជួចហើយគេក៏បាននិយាយកាន់Jin Freyថាយើងអាចត្រឡប់ទៅវិញបានប៉ុន្តែឥឡូវនេះយើងមិនអាចញ៉ាំឯងទៅណាទេឯងចាំទទួលវាទៅឯងកុំគិតជាសោះបន្ទាប់បានឃើញបែបនេះប្រូមួយដែលអង្គុយនៅជិតJin Freyក៏បាននិយាយថា Oh my god ហើយJin Frey របស់យើងក៏បានចេញមកហើយបានជេរទៅកាន់ manager នោះថាអាតាអាចាស់បើសិនជាឯងចង់វាយគ្នាជាមួយយើងទៅវាយគ្នានៅក្រៅពួកកន្លែងនេះមិនមែនជាកន្លែងសាធារណៈទេមកកុំចូលវាអាតាកាចាស់មកចង់វាយគ្នាទៅវាយនៅក្រៅឯងកុំចង់អូទីមនុស្សស្លូតត្រង់ទីនេះឲ្យរឿងគ្រួសារឯង
មិនលឺអត់តាកាចាសូមបញ្ឈប់ spell ឲ្យឆាប់ទៅស្អីគេអញកំពុងនិយាយថាមិនអាក្មេងឆ្លើយហើយ Chin Frey ក៏បានគិតក្នុងចិត្តថាបើខ្ញុំត្រូវ spell នោះខ្ញុំអាចនឹងស្លាប់នៅទីនេះតោះ let's go ប៉ុន្តែលោកម្ចាស់អាក្មេងនេះនិយាយត្រូវនេះគឺជាកន្លែងសាធារណៈយើងមិនអាចបង្កចំនួនបានទេបើសិនជាយើងបង្កចំនួនទីនេះនោះសហគមន៍នឹងសម្លឹងមើលយើងជាមិនខានប៉ុន្តែរឿងនេះបើសិនជាយើងដើរចេញទៅពេលនេះនោះគេឈ្មោះសហគមន៍របស់យើងមិនត្រូវការនិយាយជាលើកទី2ទេហើយឥឡូវនេះយើងចាប់ចេញពីទីនេះទៅចាំមកតាមយើងបាទលោកម្ចាស់ហើយរឿងរបស់យើងក៏បានកើតទៅខាងក្រៅវិញយើងក៏បានឃើញថា Chin Frey កំពុងតែអង្គុយនៅលើសាឡុងតែងហើយយើងបានគិតថាថ្ងៃនេះវាមានរឿងច្រើនណាស់នេះទេប៉ុន្តែវាមិនទេព្រោះថ្ងៃនេះយើងបានទទួលបានទឹកភ្នែក HL ហើយសម្រាប់ item 2ផ្សេងទៀតត្រូវបាន manager ម្នាក់នោះយកទៅបាត់ហើយប្រសិនបើជាខ្ញុំចង់ផលិតថ្នាំឲ្យបានលឿនខ្ញុំគួរតែទៅក្នុងដាំចិនដើម្បីរក item 2ផ្សេងទៀតហើយតែគិតទៅរឿងដែលគួរឲ្យសោកស្ដាយមួយទៀតគឺស្រា Azure Dragon ដែលត្រូវ manager ម្នាក់នោះដេញថ្លៃយកបានហើយសម្រាប់ item ដ៏កម្រមួយនេះយើងអាចទទួលវាបានលុះត្រាតែយើងធ្វើ quest នៅ Ground Fire នោះហើយបើសិនជាខ្ញុំទទួលបានវាមែននោះឧបករណ៍ដ៏អាចកំបាំងមួយនោះខ្ញុំអាចទទួលវាបានដោយឆាប់រហ័សបាត់ហើយតែខ្ញុំក៏មិនអាចធ្វើអ្វីទៅកាន់ពួកគេបានដែរក្រៅពីពាក្យថាអរគុណប៉ុន្តែឧបករណ៍កម្រទាំងនោះគឺតើអ្នកពាក់ Halo នៅលើក្បាលមែនទេខ្ញុំមិនដែលបានឃើញវាពីមុនមកទេស្គីសេសាមអ្នកនេះមកពីណាហើយខ្ញុំសុំទោសវាប្រហែលជាអាក្រក់បន្តិចព្រោះយើងមិនដែលបានជួបគ្នាពីមុនមកទេនិយាយចឹងទំនាក់ទំនងរវាងអ្នកជាមួយសមាគមពោះតែមានរឿងអ្វីកើតឡើងហើយតើអ្នកស្គាល់ប្រធានសាខានៅទីនេះណាឬទេស្គីប្រធានសាខានោះមកមិនប្រធានសាខានៅទីនេះគឺជាប្រូដែលមានក្បាលលឿងឲ្យសក់វែងតើប្រូបានឃើញណាឬទេអូអាប៉ែមួយក្បាលលឿងសក់វែងហ្នឹងមែនខ្ញុំមិនសូវស្គាល់វាទេប៉ុន្តែខ្ញុំមានរឿងតិចតួចជាមួយពួកហ្នឹងហើយតើនាងគឺជាអ្នកណាខ្ញុំគឺជាអ្នកសុំប្រេងហើយកន្លែងហ្នឹងដែរខ្ញុំសុំដូរពីសមាគមពោះទៅជាសមាគមពោះខ្យល់វិញព្រោះតាម website មួយមាន subtitle ខុសគ្នាអញ្ចឹងវារៀងពិបាកអញញ៉ៃតិចអញ្ចឹងក៏ហៅថាសមាគមពោះខ្យល់មកទៅក៏មកញ៉ៃច្រើនពេកព្រោះ website មុនខ្ញុំអានហ្នឹងគេដាក់តែសមាគមពោះទេតែដល់ពេលខ្ញុំដូរ website មកអាន website ផ្សេងវិញគឺគេដាក់សមាគមពោះខ្យល់អញ្ចឹងបើខ្ញុំអានលើ website នេះខ្ញុំក៏ហៅថាសមាគមពោះខ្យល់មកទៅតោះឥឡូវយើងប៉ុណ្ណឹងបានហើយចូលដល់កាន់សាច់រឿងយើងវិញហើយពេលនោះដែរនារីម្នាក់ហ្នឹងក៏បាននិយាយថាដោយសារតែសមាគមពោះខ្យល់មានរឿងគួរឲ្យសង្ស័យច្រើនទើបសមាគមអ្នកសងព្រេងចាត់នាងឲ្យតាមស៊ើបអង្កេតសមាគមមួយនេះហើយយើងក៏បាននឹងថានារីដ៏ស្រស់ស្អាតម្នាក់ហ្នឹងមានឈ្មោះថាមីឡាស្អីគេគឺជាសំណើរបស់សហគមន៍អ្នកសងព្រេងវ៉េតតានាងគឺជាអ្នកសងព្រេងដែលស្ថិតនៅក្នុង League of X ហើយសម្រាប់ League of X នេះដែរគឺជា team មួយដែលមាន member ចំនួន3នាក់ហើយ member នីមួយៗសុទ្ធតែមាន rank S ដែលទទួលស្គាល់មកពីសមាគមអ្នកសងព្រេងហើយសម្រាប់ League of X នេះដែរនៅពេលដែលមានបេសកកម្មមួយជាថ្នូរពួកគេទទួលបានប្រាក់កម្រៃច្រើនមែនទែនពួកគេមានអង្កេតនាមនិងទ្រព្យសម្បត្តិហើយសម្រាប់ League of X នេះដែរខ្ញុំបានដឹងវាយូរហើយព្រោះនៅពេលមួយខ្ញុំធ្វើការ clear game ហើយខ្ញុំក៏បានចូលរួមជាមួយក្រុមនេះដែរពេលនោះខ្ញុំមានបេសកកម្មមួយដើម្បីសម្រាប់ពេលវេលាហើយឲ្យយល់ដែរកន្លែងហ្នឹងគេដាក់ថាប់តែធម៌មកថាបេសកកម្មដើម្បីសម្រាប់ពេលវេលាអញ្ចឹងក៏តាមហ្នឹងទៅហើយកន្លែងហ្នឹងខ្ញុំសុំនិយាយតិចកន្លែង Chin Frey និយាយថាគេ top clear game ហ្នឹងមានន័យថា Chin Frey បានលេង game ហ្នឹងចប់ហើយប៉ុន្តែឥឡូវហ្នឹងគេបានឆ្លងភពចូលមក game ដែលគេធ្លាប់បានលេងហើយរឿងទាំងអស់ដែល Chin Frey ជួបតាំងពី chapter ទី1ដល់ឥឡូវហ្នឹងគឺរ៉ាវទាំងអស់ហ្នឹងវាសិតតែនៅក្នុង game ទាំងអស់អញ្ចឹងកន្លែងហ្នឹងយើងបញ្យល់ប៉ុណ្ណឹងបានយើងចូលសាច់រឿងដើមយើងវិញហើយ Chin Frey ក៏បាននិយាយទៅកាន់មីឡាថាប៉ុន្តែឥឡូវនេះពួកគេទាំងអស់នោះបានចេញទៅបាត់ហើយតើនាងមិនដេញតាមពួកគេទេបន្តិចទៀតខ្ញុំទៅតាមពួកគេប៉ុន្តែឥឡូវនេះខ្ញុំមានរឿងខ្លះដើម្បីសួរលោកឥឡូវនេះមានរឿងអីដែលចង់សួរខ្ញុំសួរលឿនៗមកព្រោះពេលវេលាជាម៉ោងតើកងមួយដែលលើក្បាលលោកនេះលោកទទួលវាបានដល់របៀបណាទៅស្អីគេតើនាងបានដឹងពី item មួយនេះមែនទេ item មួយនេះមិនបានត្រូវកំណត់សម្គាល់ដោយសមាគមអ្នកសងព្រេងទេប្រសិនបាននារីម្នាក់នេះចាប់បានខ្ញុំនោះអ្វីៗនឹងកាន់តែពិបាកជាងខានទេឥឡូវនេះខ្ញុំគួរតែរកវិធីសាស្ត្រដើម្បីរត់ចេញពីទីនេះitem មួយហ្នឹងមែនហ្នឹងហើយប្រូ item មួយហ្នឹងមាន item មួយណាទៀតពេលនោះ Windows បានរត់ចេញមកពេលនេះមីឡាចង់ដឹងពី item របស់អ្នកព្រោះ item មួយនេះបានតាក់ទាញចំណាប់អារម្មណ៍ពីនាងហើយមួយថ្ងៃនេះខ្ញុំជួបតែបញ្ហាអញ្ចឹងហើយពេលនោះដែរ Windows ទៀតបានរត់ចេញមកមីឡាកំពុងគិតថា Halo មួយនេះពិតជាខ្ជូតខ្លាំងមែនតើហើយនាងក៏ចង់បានវាមួយដែរអេតើលោកកំពុងគិតអីហ្នឹងនឹងការប្រាប់ខ្ញុំអត់មានអីទេហើយសម្រាប់ item មួយនេះដែរគឺមានរឿងវែងឆ្ងាយណាស់តែខ្ញុំអាចទទួលបានវាមិនតើបានឆ្លើយបែបនេះរួចយើងមើលទៅកាន់ទឹកមុខរបស់មីឡាទៅគឺចង់ស៊ី Chin Frey របស់យើងទៅរួចយកតែម្ដងមិនតើបានឃើញទឹកមុខមីឡាបែបនេះ Chin Frey បានគិតក្នុងចិត្តថាអូយហេតុអ្វីចិត្តនោះស្រីពិបាកយល់យ៉ាងនេះ Chin Frey ខ្ញុំស្រីតែមួយអត់យល់ពីចិត្តរបស់នោះស្រីហ្មងដូចរឿងចូលក្នុងបាតសមុទ្រអញ្ចឹងពិបាកយល់ខ្លាំងមែនតើហើយមីឡាក៏បាននិយាយថាបានហើយបាត់មាត់ដល់ចង្រៃរបស់លោកទៅមិនបាច់ប្រាប់ខ្ញុំទេឥឡូវនេះខ្ញុំទៅរកវាដល់ខ្លួនឯងឥឡូវខ្ញុំទៅហើយបាយហើយ Chin Frey ក៏បានគិតចិត្តថាមិនគួរជឿសោះដែល member នៅក្នុងលេខអីម្នាក់ពេញចិត្តនៅ item 10បាយឆ្នាំមួយនេះហើយចំពោះសមត្ថភាពរបស់នាងវិញគឺពិតជាមិនគួរជឿមែនតើនិយាយខ្លីទៅគឺខ្លាំងចយម្រាយខ្លាំងម្នាក់នេះហើយមីឡាវិញក៏បានគិតនឹងចិត្តថាសម្រាប់ item មួយនោះខ្ញុំមិនដែលបានឃើញវាតរសោះសំបីដែលស្ថិតនៅក្នុង Ground 7ហើយសម្រាប់បរមម្នាក់នោះវិញតើគេមកពីណាពិតហើយយើងក៏បានឃើញថាប្រុសស្អាតនិងស្រីស្អាតក៏បានស្រឡឹងមកមុខគ្នាអើយពិតជាខ្ជូតខ្លាំងមែនតើកាប់ស្រីហើយឥឡូវសាច់រឿងរបស់យើងក៏បានចប់តែម្ដងដែរបាទហើយជួយការហើយប្រាប់អ្នកគ្នាមួយទៀតវីដេអូនៅក្បាលហ្នឹងសម្លេងវាខកកតុយហ្នឹងដោយសារតែវីដេអូហ្នឹងវីដេអូចាស់ទេវីដេអូកាលពី chapter មុនchapter ហ្នឹងវាបាត់អញ្ចឹងក៏ខ្ញុំយក chapter ហ្នឹងមកបូកជាមួយកំពុងធ្វើទៅហើយឥឡូវចប់ហើយបាយ